គេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងសិក្សាទៅលើពាក្យមួយចំនួនទៀតក្នុងភាសាអង់គ្លេសចឹងថ្ងៃនេះដែរគឺខ្ញុំលើកយកពាក្យចំនួន3ពាក្យពាក្យទី1អានថា lobster ពាក្យទី2អានថា prawn ហើយនិងពាក្យទី3អានថា shrimp តើពាក្យទាំង3នេះមានន័យដូចម្តេចជាភាសាខ្មែរយើងសូមទស្សនាទាំងអស់គ្នាអូខេនេះគឺជារូបរាងបង្កងទឹកសមុទ្រចឹងបង្កងទឹកសមុទ្រជាភាសាអង់គ្លេសគឺយើងអានថា lobster lobster ប្រែថាបង្កងទឹកសមុទ្រចំណែកឯមួយនេះវិញគឺជាបង្កងទឹកសាបចឹងបង្កងទឹកសាបបើយើងអានជាភាសាអង់គ្លេសអានថា prawn prawn ប្រែថាបង្កងទឹកសាបចំណែកឯរូបភាពទី3គឺជារូបបង្គាចឹងបង្គាជាភាសាអង់គ្លេសគឺយើងអានថា shrimp shrimp ប្រែថាបង្គាឬក៏កំពឹសអូខេចឹងថ្ងៃនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ Okay, thank you for watching my video and don't forget to like and follow my page. Thank you.